8 មិនិនាថ្ងៃប្រកាសជាទិវាស្ត្រីសិទ្ធិស្មើបុរសទាំងអស់លោកីក្នុងដែនបូរីដែនដីស្រស់ថ្លា8មិនិនាយើងទាំងអស់គ្នាសាមគ្គីចិន្តាស្មោះសរកុំអកាន់អហិង្សាផ្ដល់ធម៌សុខាគ្រួសារមនុស្ស8មិនិនាត្រូវតែធានាការពារកុំឆ្លោះហើយលើកតម្លៃនិស័យម្ដាយនោះនាមស្ត្រីពីរោះខ្ពង់ខ្ពស់ថ្លៃថ្លា8មិនិនាគោរពសិទ្ធិគ្នានាមជាគ្រួសារមនុស្សជាតិចាក់ឃ្លាតហិង្សាកុំនាំទុក្ខាខ្លោចសារលើស្ត្រី8មិនិនាកាន់ជាប់គ្រប់គ្នាទោះជាថ្ងៃថ្មីត្រូវគោរពសិទ្ធិស្នាលស្និទ្ធភក្តីប្រពន្ធស្វាមីប្រុសស្រីជួយគ្នាកំណាព្យ8មិនិនានេះគឺជាកំណាព្យសម្រាប់ជួយដាស់តឿនស្មារតីដល់បុរសឬក៏ស្ត្រីហើយថ្ងៃនេះក៏ជាថ្ងៃសិទ្ធិនារីដែលយើងតែងនិយាយថាវាស្មើនឹងសិទ្ធិបុរសទូទាំងពិភពលោកតាមពិតទៅសិទ្ធិនារីបើយើងគិតឲ្យដល់ទៅមិនមែនត្រឹមតែ8មិនិនាទេសូម្បីតែថ្ងៃផ្សេងថ្ងៃថ្មីដទៃទៀតថ្ងៃណាក៏ដោយបើយើងចេះឲ្យតម្លៃគឺសិទ្ធិរបស់នារីស្មើនឹងបុរសជានិច្ចដូច្នោះហើយយើងត្រូវរៀនផ្ដល់តម្លៃឲ្យគ្នានឹងគ្នាទៅវិញទៅមកអញ្ចឹងអ្វីដែលសំខាន់គឺការផ្ដល់តម្លៃឲ្យគ្នាទៅវិញទៅមកប្រពន្ធមានតួនាទីប្រពន្ធទៅចេះគោរពដល់ស្វាមីក៏ចេះគោរពតួនាទីឯងហើយក៏ផ្ដល់តម្លៃឲ្យទៅភរិយាទៅហើយកុំចាំតែដល់ថ្ងៃ8មិនិនាទើបយើងគិតថានេះជាថ្ងៃសិទ្ធិនារីត្រូវតែផ្ដល់តម្លៃឲ្យគាត់ក្នុងថ្ងៃនេះហើយក្រៅពីថ្ងៃនេះគឺយើងក៏ធ្វើធម្មតាទៅតាមពិតមិនមែនទេតាមពិតសិទ្ធិនិងតម្លៃគឺយើងផ្ដល់ឲ្យគ្នាបានជារៀងរាល់ថ្ងៃរាល់ពេលរាល់ខែរាល់ឆ្នាំមិនថាថ្ងៃ8មិនិនាឬក៏ក្រៅពីថ្ងៃ8មិនិនានោះដែរអញ្ចឹងអ្វីដែលសំខាន់គឺយើងត្រូវតែជួយគ្នារួមគ្នាសហការគ្នាផ្ដល់តម្លៃឲ្យគ្នាទៅវិញទៅមកមិនថាថ្ងៃនេះថ្ងៃស្អែកខែនេះខែក្រោយឆ្នាំនេះឆ្នាំក្រោយគឺយើងនៅតែផ្ដល់តម្លៃឲ្យគ្នាទៅវិញទៅមក